สุสดีในกงอกนี้สิกขาบทទាំង5ឬបញ្ចសិលគឺជាគោលនៃវិន័យសម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថវាមិនមែនគ្រាន់តែជាក្រឹតក្រមសម្រាប់ហាមឃាត់ប៉ុណ្ណោះទេថែមទាំងជាផ្លូវដើម្បីអភិវឌ្ឍសតិសម្បជញ្ញៈអប់រំចិត្តនិងបង្កើតឡើងនូវសន្តិភាពផ្ទៃក្នុងនិងក្រៅការសមាទានរក្សាសីលទាំង5នេះគឺជាការបដិសន្ធិឡើងវិញនៅសេចក្តីប្រាថ្នាចង់រស់នៅដោយស្មោះត្រង់មានគុណធម៌និងមិនបង្កអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃព្រមទាំងសព្វសត្វទាំងពួងសិក្ខាបទទី1បាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិប្រែថាខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាធ្វើនៅសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្រាប់សត្វអត្ថន័យក្នុងសិក្ខាបទនេះគឺជាសិក្ខាបទការពារនៅជីវិតរបស់សពសត្វទាំងអស់ដោយចាត់ទុកថាការយកជីវិតគឺសម្រាប់សត្វជាអំពើអកុសលដ៏ធ្ងន់ធ្ងរវាមិនគ្រាន់តែហាមឃាត់សម្រាប់សត្វដោយផ្ទាល់ខ្លួននោះទេថែមទាំងហាមការបញ្ជាឬអនុញ្ញាតឲ្យគេសម្រាប់សពសត្វទាំងពួងទៀតផងទោះនៃអ្នកធ្វើនៅបាណាតិបាតគឺសម្រាប់សត្វជាអវសានជាតិតែងតែទៅកើតក្នុងអបាយភូមិទាំង4គឺនរកប្រេតដេរឆានអសុរកាយហើយបើទោះយ៉ាងតិចបំផុតគឺកើតជាមនុស្សដែលមានជំងឺព្យាធិច្រើនហើយមានអាយុខ្លីផ្ទុយទៅវិញអ្នកដែលមិនធ្វើនៅបាណាតិបាតគឺមិនសម្រាប់សត្វគេតែងកើតជាមនុស្សមានអាយុវែងក្រៅពីនោះគេក៏កើតទៅជាទេវតាព្រហ្មជាដើមសិក្ខាបទទី2គឺហតនេតេនេវេរមណីសិក្ខាបទាំងសមាទិយាមិប្រែថាខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាកាន់យកនៅវត្ថុដែលគេមិនបានអោយដោយកាយឬដោយវាចាសិក្ខាបទនេះគឺការគោរពកម្មសិទ្ធិរបស់អ្នកដទៃវាមិនគ្រាន់តែការហាមឃាត់នៅការលួចទ្រព្យសម្បត្តិប៉ុណ្ណោះទេថែមទាំងការហាមឃាត់នៅការប្លន់ការឆក់ប្លន់ការកេងប្រវែងការបន្លំអ្នកដទៃដូចជាការទូទាត់ប្រាក់ក្លែងក្លាយការប្រើប្រាស់វត្ថុដែលគេមិនបានអនុញ្ញាតការបន្លំឯកសារការគិតលុយឈ្នួលមិនបានគ្រប់គ្រាន់និងការប្រព្រឹត្តខុសក្នុងការងារអ្នកដែលធ្វើនៅអតនេតេនជាអវសានជាតិទោះយ៉ាងធ្ងន់គេតែងកើតក្នុងអបាយភូមិទាំង4មាននរកប្រេតដេរឆានអសុរកាយហើយទោះយ៉ាងស្រាវនោះគេកើតជាមនុស្សដែលក្រីក្រគ្មានទ្រព្យសម្បត្តិផ្ទុយទៅវិញអ្នកដែលមិនធ្វើនៅអតនេតេនគឺអ្នកដែលមិនលួចទ្រព្យអ្នកដទៃឆក់ប្លន់ជាដើមជាអវសានជាតិគេតែងកើតជាមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដំហើយកើតទៅជាទេវតាព្រហ្មជាដើមសិក្ខាបទទី3គឺកាមេសុមិច្ឆាចារាវេរមណីសិក្ខាបទាំងសមាទិយាមិប្រែថាខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយសិក្ខាបទនេះគឺការគោរពភាពបរិសុទ្ធនៃទំនាក់ទំនងស្នេហានិងគ្រួសារវាហាមការប្រព្រឹត្តរំលោភការបំពានផ្លូវភេទការរំលោភសត្វប្តីប្រពន្ធនិងការប្រព្រឹត្តខុសផ្លូវភេទណាមួយដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងកាយរបស់ខ្លួននិងអ្នកដទៃវាក៏រួមទាំងការជៀសវាងការប្រព្រឹត្តអ្វីដែលនាំឲ្យខូចខាតសុខភាពឬខូចកេរ្តិ៍ឈ្មោះគ្រួសារអ្នកដែលប្រព្រឹត្តនៅកាមេសុមិច្ឆាចារជាអវសានជាតិគេតែងកើតក្នុងអបាយភូមិទាំង4មាននរកប្រេតដេរឆានអសុរកាយឬទោះយ៉ាងស្រាលបំផុតគេកើតជាមនុស្សដែលជាមនុស្សមានភេទ2ឬមនុស្សផ្ទុយជាដើមផ្ទុយទៅវិញអ្នកដែលមិនប្រព្រឹត្តកាមេសុមិច្ឆាចារ
គេតែងកើតជាមនុស្សមានសុភមង្គលក្នុងគ្រួសារឬកើតក្នុងស្ថានទេវតាស្ថានព្រំជាដើមសិក្ខាបទទី4មុសាវាទៈវេរមណីសិក្ខាបទាំងសមាទិយាមិប្រែថាខ្ញុំប្រកាសណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាពោនៅពាក្យកុហកសិក្ខាបទនេះគឺជំរុញឲ្យនិយាយពាក្យសច្ចៈគឺពាក្យពិតវាហាមនិយាយនៅពាក្យដូចជាមុសាវាទពាក្យកុហកបេសនាវាចាការពោលនៅពាក្យញុះញង់បំបែកបំបាក់ផារុសវាចាការពោលនៅពាក្យអាក្រក់ឬជេរប្រតិចសម្ភបលាបៈគឺការពោលនៅពាក្យអត់ប្រយោជន៍គោលគំនិតគឺការនិយាយត្រឹមត្រូវនិយាយឲ្យបានផលនិយាយដោយចេតនាល្អអ្នកដែលប្រកបដោយមុសាវាទជាអវសានជាតិគេតែងកើតក្នុងអបាយភូមិទាំង4គឺនរកប្រេតដេរិឆានអសុរកាយឬទោះយ៉ាងស្រាលបំផិតគេកើតជាមនុស្សដែលពោលពាក្យនិយាយទៅគ្មានអ្នកណាគេជឿផ្ទុយទៅវិញអ្នកដែលមិនប្រកបដោយមុសាវាទគេតែងកើតជាមនុស្សដែលមានពាក្យសម្ដីល្អផ្អែមល្ហែមពោលពាក្យទៅមានអ្នកជឿអ្នកស្ដាប់ឬក៏កើតក្នុងស្ថានទេវតាព្រំជាដើមសិក្ខាបទចុងក្រោយគឺសុរាមេរយៈមជ្ជបមាតដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិប្រែថាខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យអត្ថន័យក្នុងសិក្ខាបទនេះគឺការពារនៅសតិបញ្ញាវាហាមការផឹកឬប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឲ្យវង្វេងសតិខ្សោយសតិឬបង្កឲ្យមានសេចក្តីប្រមាទគោលបំណងគឺការពារកុំឲ្យសតិបញ្ញាកុំឲ្យវង្វេងคล้ายជាមនុស្សមានបញ្ញាភ្លឺស្វាងទោសនៃបុគ្គលផឹកនៅទឹកសុរានិងមេរ័យជាអវសានជាតិពេលដែលផិតជីវិតនេះទៅគេតែងកើតក្នុងអបាយភូមិគឺនរកប្រេតដេរិឆានអសុរកាយឬទោសយ៉ាងស្រាលបំផិតគឺគេកើតទៅជាមនុស្សប៉ុន្តែមនុស្សឆ្កួតមនុស្សវង្វេងមនុស្សបញ្ញាខ្សោយផ្ទុយទៅវិញអ្នកដែលមិនផឹកនៅទឹកសុរានិងមេរ័យជាអវសានជាតិគេតែងកើតជាមនុស្សដែលមានប្រាជ្ញាខ្ពង់ខ្ពស់មានចំណេះដឹងច្រើនឬក៏កើតទៅជាទេវតាឬទៅជាព្រំជាដើមការសមាទានសីល5ឬការព្យាយាមរក្សាបញ្ចសិក្ខាបទទាំង5នេះជាដំណើរការអប់រំខ្លួនឯងដ៏យូរអង្វែងវាមិនមែនជាការវាយតម្លៃថាអ្នកណាល្អឬអ្នកណាអាក្រក់នោះទេប៉ុន្តែវាជាគោលបំណងដើម្បីអភិវឌ្ឍផ្លូវចិត្តផ្លូវកាយក្លាយជាមនុស្សដែលមានសីលធម៌រស់នៅដោយស្មោះត្រង់មានចិត្តអាណិតអាសូរនិងភ្ញាក់រលឹកគឺជាកលឹះចំពោះទៅរោគសន្តិភាពផ្ទៃក្នុងសុភមង្គលគ្រួសារនិងសុភមង្គលសង្គមដ៏ប្រសើរការធ្វេសប្រហែសក្នុងការរក្សាសីលអាចកើតមានប៉ុន្តែសំខាន់គឺការដឹងខ្លួនការស្ដាប់មើលខ្លួនឯងការសម្អាតចិត្តនិងការព្យាយាមបន្តទៅទៀតសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយនៅពេលវេលាដ៏វិសេសសម្រាប់តាមដានស្ដាប់សង្ឃឹមថាបានជួបអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀតសូមជូនពរអ្នកទាំងអស់គ្នាបាននៅពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជម្រាបលាអ្នកទាំងអស់គ្នា